សួស្តីបងប្អូនទាំងគ្នាសូមស្វាគមន៍មកកាន់ Channel Pro X នៅក្នុងវីដេអូមួយនេះខ្ញុំនឹងធ្វើការ update នៅមុខងារថ្មីដែលក្រុមហ៊ុន Facebook ដាក់ឲ្យយើងធ្វើការប្រើប្រាស់ដែលមាននៅក្នុង Messenger អញ្ចឹងដើម្បីយើងធ្វើការទៅបិទនៅមុខងារមួយនឹងបានគឺងាយស្រួលទេបងប្អូនបាទសម្រាប់បងប្អូនដែលតែងតែលេងជាមួយនឹងឆាតណាបងប្អូនគ្រាន់តែធ្វើការចូលជាមួយនឹងឆាតយើងជាមុនសិនមកបាទចឹងយើងនឹងអាចធ្វើការបិទនៅមុខងារមួយហ្នឹងហើយយើងកុំឲ្យផ្ញើរូបភាពដែលមិនល្អហ្នឹងចូលទៅឆាតអ្នកដទៃឬក៏យើងច្រឡំដៃឬក៏គេផ្ញើមកយើងអីចឹងទៅបាទចឹងយើងចូលជាមួយនឹងឆាតរួចរាល់បែបនេះបងប្អូនមើលត្រង់ចំណុចខាងក្រោមដែលខាងក្រោមវាមាន tool ជាច្រើនសម្រាប់ឲ្យយើងធ្វើការជ្រើសរើសចឹងបងប្អូនត្រូវ select ទៅលើពាក្យថា menu បាទចឹងយើងចុចទៅលើពាក្យថា menu ហ្នឹងមកបន្តមកទៀតយើងគ្រាន់តែធ្វើការចុចទៅលើពាក្យថា setting បាទអញ្ចឹងយើង select ទៅលើពាក្យ setting ហើយបន្ទាប់មកទៀតបងប្អូននឹង scroll មកក្រោមបាទហើយយើងចុចទៅលើពាក្យថា privacy and safety អញ្ចឹងនៅពេលដែលយើងចុចដល់មុខងារមួយហ្នឹងបងប្អូននឹងឃើញខាងលើគេដែលគេដាក់ថាបាទ nudity protection អញ្ចឹងបងប្អូនធ្វើការចុចទៅលើមុខងារមួយហ្នឹងមកបាទចឹងបន្ទាប់ពីយើងធ្វើការ select ទៅលើមុខងារមួយហ្នឹងដែលជាមុខងារសំខាន់នៅក្នុង Messenger ណាបងប្អូនឃើញតម្រង់បើកបែបនេះចឹងយើងគ្រាន់តែធ្វើការបិទនៅមុខងារមួយហ្នឹងទៅដែលមុខងារមួយហ្នឹងគឺជួយការពារយើងច្រើនតែម្ដងរាល់ការច្រឡំផ្ញើរូបដែលមិនល្អទៅកាន់មិត្តភ័ក្តិឬក៏អ្នកដទៃអីចឹងទៅចឹងបងប្អូនគួរតែបិទមុខងារមួយហ្នឹងដើម្បីយើងការពារនៅឯកជនភាពរបស់យើងបាទអញ្ចឹងវីដេអូក្នុងការចែករំលែកបងប្អូនពីវិធីសាស្ត្រក្នុងការការពារមិនឲ្យផ្ញើរូបភាពដែលមិនល្អទៅកាន់មិត្តភ័ក្តិឬក៏អ្នកដទៃអញ្ចឹងណាបងប្អូនមានត្រឹមតែប៉ុណ្្នឹងទេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ